បាទឲ្យជំរាបសួរបងប្អូនទាំងអស់គ្នាហើយស្វាគមន៍បងប្អូនថ្មីដែលមកកាន់ Channel Super Smart Online ផងដែរបាទនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនិងបង្រៀនបងប្អូនពីរបៀបធ្វើរូប thumbnail ក្នុងកម្មវិធី Pixlab បាទហើយបងប្អូនចូលមកកាន់កម្មវិធី Pixlab មកបើបងប្អូនអត់ទាន់មានទេបងប្អូនចូលទៅកាន់ Play Store ដើម្បីបងប្អូនធ្វើការ download បាទហើយបងប្អូនទីកន្លែងនេះកន្លែងនេះបងប្អូនមើលតែមួយរួចហើយបងប្អូនចុចជ្រើសរើសពាក្យថា YouTube Thumbnail បងប្អូនបាទរួចបងប្អូនចុចពាក្យថា OK ខ្ញុំបង្រៀនបងប្អូនមួយទេខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អាចធ្វើបានបាទបន្តទៀតបងប្អូនចុចកន្លែងពាក្យថា From Gallery ហ្នឹងមកដើម្បីយើងជ្រើសរើសយករូបភាពដែលយើងថតកញ្ចក់អេក្រង់ទូរស័ព្ទហ្នឹងបាទបន្តនេះបងប្អូនឃើញចេញទម្រង់បែបបងប្អូនចុចកន្លែងគ្រីសហ្នឹងមកបងប្អូនចុចត្រង់កន្លែងគ្រីសហ្នឹងរួចហើយបងប្អូនមកចុចកន្លែងប្លោះក្តារហ្នឹងកន្លែងជ្រុងហ្នឹងរួចហើយបងប្អូនអូសទៅឆ្វេងដៃបន្តនេះបងប្អូនចុចកន្លែងសញ្ញាបាញ់ព្រួយ4ជ្រុងហ្នឹងរួចហើយបងប្អូនចុចគ្រីសទៀតរួចហើយបងប្អូនចុចកន្លែងសញ្ញាបាញ់ព្រួយសងខាងហ្នឹងរួចហើយបងប្អូនបកលវាឲ្យរាងតូចបន្តិចយើងរួមវាឲ្យរាងតូចបន្តិចបងប្អូនរួចហើយបងប្អូនសេរីមកបងប្អូនអូសមកខាងស្ដាំដៃវិញបងប្អូនយកកន្លែងកែង4នឹងមករួចហើយបងប្អូនសេរីចុចបកលវាឲ្យមើលទៅឲ្យល្មមយើងអាចដាក់ស៊ុំកញ្ចក់ទូរស័ព្ទបានអញ្ចឹងហើយឥឡូវខ្ញុំមកជ្រើសរើសយករូបភាពស៊ុំទូរស័ព្ទហ្នឹងបាទរួចហើយបងប្អូនចុចសញ្ញាបាញ់សញ្ញាគ្រីសហ្នឹងមករួចហើយបងប្អូនបង្រួមវាឲ្យតូចឲ្យស្មើនឹងផ្ទាំងដែលយើងថតកញ្ចក់អេក្រង់ទូរស័ព្ទហ្នឹងមកបងប្អូនចុចសញ្ញាបាញ់គ្រីសហ្នឹងហើយតទៅទៀតបងប្អូនចុចសេរីមកសេរីកន្លែងសញ្ញាបាញ់ព្រួយរួចហើយបងប្អូនចុចត្រង់កន្លែងសញ្ញាបាញ់ព្រួយហ្នឹងហើយបងប្អូនទាញបកលឲ្យរៀងឲ្យស្មើនឹងទម្រង់ទូរស័ព្ទយើងហ្នឹងដើម្បីយើងដាក់សេរីធ្វើស៊ុំហើយវីដេអូខ្ញុំធ្វើបង្រៀនបងប្អូនហ្នឹងបើសិនណាបងប្អូនមើលមិនយល់ទេបងប្អូនមើលសារចុះសារឡើងយល់ហើយបងប្អូនដំបូងយើងទំធ្វើដំបូងវារៀងស្មុគស្មាញបន្តិចខ្ញុំរៀនធ្វើដំបូងក៏បាក់ដែរបងប្អូនសំខាន់យើងព្យាយាមរៀនមើលនឹងធ្វើបាន100%ហើយបងប្អូនបាទឥឡូវខ្ញុំគិតថាស្មើហើយចិត្តស្មើហើយវីដេអូរៀងយូរបន្តិចបងប្អូនហើយខ្ញុំអធិស្ឋានផងបងប្អូនដោយសារអាកាសធាតុក្តៅពេករៀងចង់ឈឺនិយាយបញ្យល់បងប្អូនសូវច្បាស់រៀងស្អកកបន្តិចបងប្អូនសេរីមើលឲ្យមើលទៅវាសមល្មមហើយបងប្អូនមកចុចកន្លែងបាញ់ព្រួយហ្នឹងមក4មុំហ្នឹងហើយបងប្អូនសេរីមកវាមានមុខងារច្រើនបងប្អូនកន្លែងយើងសេរីយើងអាចដាក់ជាអក្សរពណ៌អក្សរស្អាតបណ្ដៃយើងធ្វើការ download
nó không trộm sân trường quay dục việc tha unit code con mai unicode năng máu vì load máu ấy hay bóng ôn đó này bóng ôn mình toàn chế đó đấy bóng ôn ai cho mở trong channel nhom năng bán nhom miền bằng riêng pi đặc biệt download con mai unicode năng cho tôi can thì pixel lab nó đấy bà đó những cái tha về smart bóng ôn hello những thôi mấy tiết bóng ôn số xe so trong non chơi á bóng ôn bóng chỉ trở lại so em rồi hái bóng ôn chỉ trở lại thì nhà màu này hái bóng ôn chỉ lục so nâng trên máu rồi hái bóng ôn số xe so vào đây nhưng mà số xe đấy nhưng ban copy pi channel nhưng nâng máu tem đó dân còn là sẽ tịch á bạp tỏ bóng ôn chỉ là ok máu rồi hay bóng ôn sẽ so nâng máu bóng ôn sẽ so nâng vừa mấy rồi riêng smart ad máu hai bóng ôn một chỉ lại so e nâng máu hai dân một chưa rồi bùm mà xó một ôn chơi rồi kết hà bùm mà xó này ad pin chất mơ rồi tùm nôn hay xóm một ôn đã mua đến tấu hay đây nhầm dây cái chạm bóng ôn nha bóng ôn trong màn còn là so sát bóng ôn cho được cầm thì trống cái bóng ôn quay biệt ha quay so on lẽ bóng ôn quay biệt là con máy unicode đang máu với trình máu hay bóng ôn hồi khá đầu máu bóng ôn chùa một can channel nhưng mua smart online nhưng máu bóng ôn ô mở đó khơi cho non chứ bóng ôn mở đó bóng ôn tiền tiền vô tam video nhầm nâng tốt vì miền chùm luôn vì rồi học sụp vì phón bảo là những cần vô so mùi này chứ người ta so mùi nâng vì mà tao vì mình đã cái nạn đấy hai bóng ôn chơi rề mất rồi bóng ôn trong mà so thôm rồi mà so tối bà rồi bóng ôn ô tô khăn chuối hai bóng ôn chơi rề mất rồi bóng ôn chơi kri máu rồi hái bóng ôn một dột lại vùng mùi thùng nắng rồi hái dương chơi rơi po bóng ôn trong nạ po ấy vì miền po ở bóng ôn chơi rơi phải cho bóng ôn bên chất phải bóng ôn ốp ấy cọp ôi cọp máu lại những dương chơi rơi po vì miền po có hòm chom lọt cái đá nâng po om khang
បងប្អូនជ្រើសរើសពណ៌មកខ្ញុំដឹងថាយកពណ៌អីមើលទៅលិចមើលទៅអក្សរយើងមើលច្បាស់ទេណាបងប្អូនហើយបងប្អូនចុចសញ្ញាបាញ់ព្រួយមករួចបងប្អូនមកសេរីឲ្យវាចំប្រឡោះដាលមកបងប្អូនចង់យកប៉ុណ្ណាបាទបងប្អូនសេរីមកបងប្អូនមើលតាខ្ញុំមួយបងប្អូនខ្ញុំធ្វើបង្រៀនបងប្អូនមិនលឿនប្រហែលទេខ្ញុំគិតថាខ្ញុំធ្វើមួយទេបាទហើយខ្ញុំយកប៉ុណ្ណេះចុះរួចហើយយើងទៅយកអារូបភាពយើងបងប្អូនរូបភាពហ្នឹងយើងរូបភាពយើងកាត់ហើយកាត់backgroundហ្នឹងបងប្អូនសេរីមកសំមកល្មមមើលទៅស្អាតណាបងប្អូនចុចសញ្ញាកែងហ្នឹងមកដើម្បីយើងបកកិលវាហើយបងប្អូនស៊ូមឲ្យធំទៀតមកហើយដោយសារអក្សរច្រើនពេកខ្ញុំអត់បានដាក់ logo Pixelab ទេខ្ញុំដាក់តែស៊ុំទម្រង់ទូរស័ព្ទហើយអក្សរហើយរូបខ្ញុំហ្នឹងមើលទៅស្ទើរទេបងប្អូនយើងសេរីមើលទៅមកល្មមស្អាតសមអញ្ចឹងបងប្អូនហើយមើលរៀងតាក់ទាញអញ្ចឹងហើយថាំនេះហ្នឹងក៏វាសំខាន់ដែរដើម្បីតាក់ទាញដូចថាបងប្អូនចូលចុចមើល channel YouTube អញ្ចឹងខ្ញុំអញ្ចឹងដល់ពេលហើយបងប្អូនឃើញទៅមើលរៀងថាំនេះស្អាតបងប្អូនចុចមើលវីដេអូអញ្ចឹងណាបាទបងប្អូនចុចកន្លែងសញ្ញាកែងហ្នឹងមកដើម្បីយើងបកកិលវាបាទឥឡូវខ្ញុំមកសេរី color អក្សរតិចទៀតមើលទៅវាអត់សូវលិចអញ្ចឹងបងប្អូនបាទឥឡូវខ្ញុំយកពណ៌លឿងនេះវារៀងដិតបន្តិច
បាទឥឡូវបងប្អូនស្រេមកបងប្អូនស្រេឲ្យវាដិតទៅលើឲ្យយើងពួរឲ្យចំមកខ្ញុំយក10ទៅ10%ហើយសាច់តែបងប្អូនឆ្លាញ់បងប្អូនយកប្រមាណយកទៅហើយយក5ចុះយើងមើលតាមអក្សរដែរបងប្អូនបងប្អូនស្រេមកឥឡូវខ្ញុំរមើលពណ៌ color នេះឲ្យមើលទៅឲ្យមើលដល់ដិតច្បាស់ព្រោះឲ្យខ្ញុំធ្វើនេះយកខ្លួនឯងដែរខ្ញុំមិនមែនធ្វើមករៀនបងប្អូនតែបងប្អូនទេខ្ញុំប៉ុន្តែខ្ញុំចង់ចែកម្លែកមករៀនបងប្អូនពីរបៀបធ្វើរូប thumbnail ផងដែរអញ្ចឹងណាបងប្អូនបាទឡងឲ្យវែងឆ្ងាយយូរខ្ញុំយកពណ៌នោះរួចឲ្យបងប្អូនចុច save ខាងលើមករួចឲ្យបងប្អូនចុច save មកតង់ទៀតមកបាទឥឡូវយើងបានធ្វើរូប thumbnail ហើយឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា